បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅបាទគ្រប់ paragraph ដែរតែយើងរៀនអំពីការដាក់ចំណុចរៀងនិងការដាក់លេខរៀងហើយនិងការដាក់លេខរងបាទអញ្ចឹងជាដំបូងបាទដើម្បីប្រើប្រាស់ការដាក់ចំណុចរៀងនេះគឺយើង select លើអក្សរហើយយើងចុច menu home បាទហើយបន្តមកទៀតយើងចូលទៅគ្រប់ paragraph យើងមើលកន្លែងចំណុចចុច3ហ្នឹងបាទដែលគេដាក់ពាក្យថា bullet ណាបាទដាក់ពាក្យថា bullet នឹងមានន័យថាគឺការដាក់ចំណុចរៀងអញ្ចឹងយើងចុចលើ bullet មកទាំងអស់គ្នានឹងឃើញមានចំណុចឲ្យជ្រើសរើសអញ្ចឹងបើសិនជាយើងស្រឡាញ់ចំណុចមួយណាយើងជ្រើសរើសចំណុចមួយហ្នឹងមកណាបាទអញ្ចឹងកន្លែងហ្នឹងគឺយើងហៅថា bullet អញ្ចឹងបើសិនជាយើងចង់បានចំណុចផ្សេងទៀតយើង define new bullet ហើយយើងចុច symbol បាទហើយបន្តមកទៀតយើងទៅរើសសញ្ញាដែលយើងពេញចិត្តចុច OK បាទ insert ឲ្យ OK បាទហើយបន្តមកទាំងអស់គ្នានឹងបានសញ្ញាដែលយើងបានជ្រើសរើសមិញបាទបើសិនជាយើងចង់បានសញ្ញាហ្នឹងទៀតយើងគ្រាន់តែចុះបន្ទាត់ enter បាទ enter មកគឺសញ្ញាហ្នឹងវានឹងលួតឲ្យយើងអូតូដោយយើងពុំចាំបាច់ដាក់ម្ដងទៀតទេតែបើយើងចង់លុបវាចេញគឺបាទយើងចុច backspace មកគឺលុបហើយបាទអញ្ចឹងជួរអក្សរហ្នឹងគឺលែងមានbullet ហើយណាបាទឬក៏យើងលុបហើយយើងចង់ដាក់ចំណុចផ្សេងទៀតក៏បានបាទណាហើយចូលចំណុចមួយទៀតគឺរបៀបដាក់លេខរៀងបាទរបៀបដាក់លេខរៀងអញ្ចឹងយើង select លើអក្សរដូចគ្នាចុច menu home ហើយជ្រើសរើសគ្រប់ paragraph បាទហើយយើងជ្រើសរើសកន្លែងបាទលេខ1លេខ2លេខ3ហ្នឹងបាទហើយយើងជ្រើសរើសលេខមកបាទ style លេខ1លេខ2លេខ3បាទអញ្ចឹងវាមាន style របស់វាអញ្ចឹងវាមាន style ជាលេខរ៉ូម៉ាំងលេខឡាតាំងឬក៏ជាអក្សរ ABC បាទអញ្ចឹងយើងកំណត់តាមអ្វីដែលយើងចង់បានមកបាទអញ្ចឹងស្រឡាញ់មួយណាជ្រើសរើសមួយហ្នឹងគឺរបៀបដាក់លេខរៀងបាទ